បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នាបាទជួបគ្នាម្ដងទៀតហើយបែកបងប្អូនមករយៈកាលយូរដែរដោយសាររវល់ពេកមិនបានចេញវីដេអូថ្ងៃនេះយើងនិយាយពីព័ត៌មានថ្មីមួយបាទពាក់ព័ន្ធនឹងរឿងព្រំដែនប្រហែលជាបងប្អូនយើងក៏ចង់ដឹងដូចគ្នាថាតើលិខិតយើងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិពាក់ព័ន្ធនឹងរឿងតំបន់ទាំង4នោះគឺដំណើរការដល់ណាហើយបាទបើតើសម្ដេចនាយករដ្ឋមន្ត្រីលោកបានចេញសារនៅលើបណ្ដាញសង្គមរបស់សម្ដេចការពីរុស្ស៊ីថ្ងៃនេះណាគឺបានបញ្ជាក់ថាលិខិតផ្លូវការដែលកម្ពុជាដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិនឹងគឺត្រូវបានលោកស្រីដែលជាអគ្គរដ្ឋទូតរបស់កម្ពុជាប្រចាំនៅប្រទេសហូឡង់នឹងបានប្រគល់ផ្ទាល់ដៃជូនទៅដល់ក្រឡាបញ្ជីនៅតុលាការរួចរាល់ហើយបាទអញ្ចឹងអាចថានេះគឺជារឿងអបអរសាទរមួយបាទដែលលិខិតផ្លូវការរបស់យើងបានបញ្ជូនទៅដល់តុលាការហើយធ្លាក់ដល់ដៃតុលាការហើយបាទហើយការបញ្ជូនទៅហ្នឹងគឺនៅវេលាម៉ោង 11:30 នាទីព្រឹកម៉ោងនៅក្នុងទីក្រុងឡាអេនៃប្រទេសហូឡង់ណាដែលត្រូវនឹងម៉ោងនៅកម្ពុជាគឺប្រហែលជាម៉ោង 4:30 នាទីរសៀលនៅក្នុងថ្ងៃទី16មិថុនានេះបាទអញ្ចឹងទេបងប្អូនយើងនេះគឺជាអ្វីដែលយើងចង់បានប្រជាពលរដ្ឋទូទាំងប្រទេសរបស់យើងចង់បានតែម្ដងបាទគឺកម្ពុជាធ្វើបានហើយគឺការបញ្ជូនលិខិតទៅហើយតាមរយៈសំណេរនៅលើបណ្ដាញសង្គមរបស់សម្ដេចធិបតីក៏បានបញ្ជាក់ទៀតដែរថាកម្ពុជាមិនដកថយនោះទេពីការប្រើប្រាស់នៅយន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌ ICJ ហើយនេះគឺជាការស្វែងរកដំណោះស្រាយពីបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃគឺនៅតំបន់ទាំង4ដោយដែលបងប្អូនបានដឹងហើយគឺនៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងនៅតំបន់មុំបីបាទដែលជាតំបន់ក្តៅហើយត្រូវបានកម្ពុជាចាត់ទុកថាប្រើប្រាស់យន្តការទ្វេភាគីលែងបានទៀតហើយគឺទៅប្រើប្រាស់យន្តការច្បាប់ដើម្បីដោះស្រាយតែម្ដងបាទអញ្ចឹងរាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះប្រកបទៅដោយការបដិញ្ញាចិត្តខ្ពស់និងមានការទទួលខុសត្រូវផងដែរដើម្បីការពារបូរណភាពទឹកដីក៏ដូចជាឧត្តមប្រយោជន៍ជាតិសម្រាប់ប្រជាជាតិខ្មែរទាំងមូលតែម្ដងអញ្ចឹងទេយើងចាំមើលយន្តការជាបន្តទៀតតុលាការគេដំណើរការនីតិវិធីនៅពេលណាហ្នឹងយើងចាំមើលទាំងអស់គ្នាបាទពូដោយបងប្អូនយើងដឹងហើយយើងដាក់ពាក្យប្តឹងទៅតុលាការมันអាចដាក់ពាក្យភ្លាមតុលាការចាត់ចែងឬក៏កោះហៅដើម្បីទៅបើកសវនកម្មរឿងក្តីរបស់យើងភ្លាមទេគឺនៅរងចាំរយៈពេលព្រោះរឿងក្តីនៅតុលាការមិនមែនតិចណាបាទមិនមែនតែកម្ពុជាទេមានប្រទេសផ្សេងអញ្ចឹងយើងដាក់ទៅពេលនេះនៅដល់ពេលកំណត់ណាមួយគេនឹងហៅយើងទៅនៅពេលដល់លេខរៀងនៃរឿងក្តីរបស់យើងណាហ្នឹងហើយអញ្ចឹងទេយើងរងចាំមើលទាំងអស់គ្នាហើយងាកចេញពីរឿងនេះមានរឿងក្តៅមួយទៀតដែរពាក់ព័ន្ធជាមួយនឹងប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភាកាលពីព្រឹកមិញណាបានចេញមកបញ្ជាក់ម្ដងទៀតជុំវិញបញ្ហា3ចំណុចបាទបញ្ហាទី1នោះគឺពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវនៃការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសថៃនិយាយសាមញ្ញថាជាពលករខ្មែរនៅថៃណាសូមវិលត្រឡប់មកប្រទេសកម្ពុជាវិញចន្លោះពេលដែលស្ថានភាពកំពុងតែតានតឹងដូចនេះពីព្រោះថាការនៅប្រទេសថៃចន្លោះពេលនេះវាអាចនឹងរងនឹងការប្រមាថរងនឹងការរើសអើងឬក៏ការមាក់ងាយផ្សេងៗដោយសារយើងដឹងហើយនៅថៃឯនោះគឺកំពុងតែមានការឡើងកម្ដៅនៃការរើសអើងជាតិសាសន៍ពិសេសនេះគឺជាមួយកម្ពុជាអញ្ចឹងទេបានជាសម្ដេចបានសម្ដេចអំពាវនាវឲ្យប្រជាពលរដ្ឋដែលជាពលករខ្មែរនៅទីនោះវិលមកកម្ពុជាវិញព្រោះនៅកម្ពុជាក៏មានការត្រៀមជួយសម្របសម្រួលស្វែងរកការងារឲ្យធ្វើនៅក្នុងប្រទេសផងដែរហើយជាមួយគ្នាយើងឃើញថាខាងសមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុឯនោះវិញក៏បានប្រកាសគាំទ្រតាមការស្នើសុំរបស់រដ្ឋាភិបាលដែរគឺនឹងជួយសម្របសម្រួលបន្ទុកហិរញ្ញវត្ថុបានន័យថាបងប្អូនយើងនៅថៃដែលជំពាក់ធនាគារជំពាក់មីក្រូហិរញ្ញវត្ថុហ្នឹងគឺខាងស្ថាប័នទាំងពីរហ្នឹងសមាគមទាំងពីរហ្នឹងនឹងសម្របសម្រួលទៅលើការបង់ទៅលើការប្រាក់អីផ្សេងជាដើមអញ្ចឹងបាទមិនឲ្យមានបញ្ហាទេចន្លោះពេលដែរវិលពីថៃមកដល់កម្ពុជាឧទាហរណ៍ថាបើសិនជាមកពីថៃមកដល់កម្ពុជាអត់មានការងារធ្វើមិនត្រូវអត់មានលុយបង់អីអញ្ចឹងទៅបាទអញ្ចឹងខាងសមាគមធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុនឹងជួយសម្របសម្រួលទៅលើបញ្ហានេះបាទទៅលើបញ្ហាហ្នឹងអញ្ចឹងទេអាចជាភាពកក់ក្ដៅមួយដែរដើម្បីឲ្យបងប្អូនពលករខ្មែរយើងវិលមកកម្ពុជាហើយការងារក្រសួងការងារជាអ្នកជួយស្វែងរកបាទជួយស្វែងរកឃើញថាមានការបញ្ជូនការផ្សព្វផ្សាយពីការស្វែងរកការងារធ្វើទៅដល់តំបន់ព្រំដែនតែម្ដងបាទហើយយើងឃើញថានេះគឺជាការយកចិត្តទុកដាក់មួយដែរបាទ
ចំណុចមួយទៀតដែលសម្ដេចតេជោបានលើកដែរនៅក្នុងកិច្ចប្រជុំប្រសិទ្ធភាពព្រឹកមិញហ្នឹងគឺពាក់ព័ន្ធជាមួយនឹងរឿងច្រកព្រំដែនដោយសម្ដេចថាទុកពេល24ម៉ោងជារួមគឺត្រឹមថ្ងៃនេះបើសិនជាថៃមិនបើកច្រកព្រំដែនដោយធម្មតាវិញទេចាប់ពីថ្ងៃស្អែកទៅគឺកម្ពុជានឹងអនុវត្តនៅទូទាំងតំបន់ព្រំដែនតែម្ដងចំពោះការហាមឃាត់មិនឲ្យនាំចូលបន្លែនិងផ្លែឈើពីថៃចូលមកកម្ពុជានោះទេបាទអញ្ចឹងនេះគឺជាការចាត់វិធានការមួយដើម្បីជាការឆ្លើយតបហើយសម្ដេចតេជោលោកបានលើកដែរថាវាអត់ពិបាកទេថៃជាអ្នកបិទព្រំដែនមុនអញ្ចឹងថៃគួរតែជាអ្នកបើកមុនពេលដែលបើកដោយធម្មតាហើយកម្ពុជានឹងសម្របសម្រួលតាមក្រោយតែបើសិនជាអត់បើកទេកម្ពុជានឹងចាប់ផ្ដើមអនុវត្តវិធានការដូចខ្ញុំបានជម្រាបជូនមិញហ្នឹងបាទចំណុចមួយទៀតគឺជាចំណុចទី3ដែលសម្ដេចបានសង្កត់ធ្ងន់ពាក់ព័ន្ធជាមួយនឹងយន្តការនៃការប្រើវិធានការច្បាប់ដោយដែលខ្ញុំបានជម្រាបខាងដើមពាក់ព័ន្ធជាមួយនឹងការប្តឹងទៅ ICJ ណាគឺថាកម្ពុជានៅតែប្រកាន់ជំហរអញ្ចឹងដដែលហើយដោះស្រាយនៅតាមយន្តការផ្លូវច្បាប់ហើយកម្ពុជាក៏មិនទទួលស្គាល់ដាច់ខាតទៅលើផែនទីណាមួយលើកលែងតែផែនទីដែលមានការទទួលស្គាល់ដោយបារាំងបាទផែនទីទទួលស្គាល់ដោយបារាំងណាព្រោះការពីមុននោះគឺបារាំងសៀមបានចុះអនុសញ្ញាជាមួយគ្នាដើម្បីបោះបកគោលនឹងអញ្ចឹងទេផែនទីដែលបារាំងបានគូសវាគឺអាចទទួលយកបានក៏ប៉ុន្តែផែនទីដែលថៃគូសដោយឯកតោភាគីគឺជាផែនទីដែលមិនអាចទទួលយកបាននោះទេហើយកម្ពុជានៅតែបន្តយន្តការនៃការបាទអនុវត្តតាមនីតិវិធីច្បាប់ដដែលនេះគឺជាព្រឹត្តិការណ៍ពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនបាទបងប្អូនយើងហើយយើងរងចាំមើលនីតិវិធីបន្តទៀតតើនឹងមានការដោះស្រាយយ៉ាងណាហើយចន្លោះពេលនេះក៏សូមឲ្យបងប្អូនយើងមានការប្រុងប្រយ័ត្ននៅក្នុងការ share ឬក៏ចែករំលែកព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងរឿងព្រំដែនព្រោះថារឿងព្រំដែនហ្នឹងគឺតែព័ត៌មានមិនច្បាស់ការយើងចែករំលែកទៅអាចបង្កជាហានិភ័យផ្សេងៗអញ្ចឹងសូមតាមដានពីព័ត៌មានដែលជាប្រភពផ្លូវការប្រភពច្បាស់ការចាំយើងចាត់រំលែកបាទជៀសវាងបកកនៅចរាចរណ៍ណាមួយកើតឡើងខ្ញុំគិតថាយើងជួបគ្នាប៉ុណ្ណឹងក្នុងវីដេអូនេះហើយសូមសង្ខេបប៉ុណ្ណឹងហើយបើមានអីថ្មីខ្ញុំនឹងជម្រាបជូននៅក្នុងវីដេអូក្រោយជាបន្តទៀតបាទអរគុណជម្រាបលាបាទ